ខ្ញុំធ្លាប់ជាប់អាហារូបករណ៍ទៅជិត10ប្រទេសហើយនេះគឺជាផ្នែកកំណត់មួយដែលខ្ញុំតែងតែប្រកាន់ខ្ជាប់ខ្ញុំបានឈ្មោះអឹងហាងប៊ូជានិស្សិតអាហារូបករណ៍ Australia Award នៅសាកលវិទ្យាល័យ Melbourne ផ្នែកសហគ្រិនភាពសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់បានចូលរួមការផ្លាស់ប្ដូរការសិក្សាមួយចំនួនដែរដូចជាការផ្លាស់ប្ដូរការសិក្សាទៅសហរដ្ឋអាមេរិក YSEALI ជាដើមខ្ញុំគិតថាអ្នកផ្សេងមើលមកខ្ញុំប្រហែលជាគិតថាដូចខ្ញុំបកកែខ្លាំងដូចដាក់ជាប់អញ្ចឹងតែតាមពិតទៅសម្រាប់ខ្ញុំគឺខ្ញុំគិតថាខ្ញុំអត់បកកែដល់ថ្នាក់ហ្នឹងទេសម្រាប់ការដាក់ពាក្យអាហារូបករណ៍ Australia Award នេះគឺជាលើកទី2ដែលខ្ញុំដាក់ពាក្យចំពោះការផ្លាស់ប្ដូរការសិក្សា YSEALI វិញខ្ញុំដាក់ពាក្យរហូតដល់7ដងហើយសម្ភាសន៍រហូតដល់4ដងរហូតត្រូវបានជ្រើសរើសហើយអស់ពេលជាយូរនឹងគឺជារឿងមួយដែលខ្ញុំខ្មាស់គេខ្លាំងមែនតើហើយអត់ហ៊ានប្រាប់ឲ្យណាគេដឹងទេតែគិតសពយូរទៅការបរាជ័យទាំងអស់នោះគឺជាផ្នែកមួយនៃដំណើរជីវិតខ្ញុំគឺជាសាច់រឿងរបស់ខ្ញុំគឺជាអ្វីដែលធ្វើឲ្យខ្ញុំខ្លាចទៅជាខ្ញុំសប្តាហ៍ថ្ងៃហ្នឹងខ្ញុំចង់បានណានៅពេលដែលខ្ញុំបានលទ្ធផលអ៊ីមែលថាខ្ញុំធ្លាក់ម្ដងណាជាពិសេសគឺជាប់ជាបេក្ខជនបំរុងណាបេះដូងខ្ញុំក្នុងខ្លួនខ្ញុំហ្នឹងគឺខ្ទេចខ្ទីអស់ហើយឆ្ងល់ថាហេតុអីខ្លួនឯងអន់មែនហើយខ្ញុំអត់ល្អថងណាហេតុអីខ្ញុំអត់សម្រេចបានដូចគេអញ្ចឹងតែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែព្យាយាមប្រាប់ខ្លួនឯងថាអត់អីទេលើកហ្នឹងប្រហែលជាសម្រេចអត់បានតែលើកក្រោយប្រហែលជាយើងអាចសម្រេចបានហើយទាំងតាមពិតទៅដាក់ពាក្យអស់3ម្ដងហើយលើកក្រោយហ្នឹងគឺអត់ដឹងលើកណាទេអត់ដឹងពេលណាតែម្ដងតែយូរទៅក៏ខ្ញុំចាប់ផ្ដើមឃើញអ្វីមួយពីជ្រុងមួយទៀតខ្ញុំសំណាងប៉ុណ្ណាទៅដែលខ្ញុំនៅតែអាចព្យាយាមម្ដងទៀតបានខ្ញុំសំណាងប៉ុណ្ណាទៅដែលខ្ញុំនៅតែអាចរៀនសូត្រពីកំហុសរបស់ខ្ញុំបានខ្ញុំសំណាងប៉ុណ្ណាទៅដែលខ្ញុំនៅតែអាចជ្រើសរើសព្យាយាមម្ដងហើយម្ដងទៀតខ្ញុំប្រហែលអត់ប្រកែដូចគេទេខ្ញុំក៏ប្រហែលមិនអាចធ្វើអ្វីមួយម្ដងជោគជ័យដូចគេដែរប៉ុន្តែឲ្យតែខ្ញុំនៅតែបន្តខំប្រឹងម្ដងហើយម្ដងទៀតខ្ញុំនឹងដោះចំណុចហ្នឹងដូចគេអញ្ចឹងគ្រាន់តែចំណាយពេលយូរជាងគេប៉ុណ្ណោះផ្នែកកំណត់នោះក៏ជួយឲ្យខ្ញុំមើលឃើញគោលដៅពីជ្រុងមួយទៀតផងដែរខ្ញុំលេងគិតថាលទ្ធផលគឺជាអ្វីគ្រប់យ៉ាងហើយព្យាយាមផ្ដោតសំខាន់ទៅលើដំណើរវិញដំណើរនៃការរៀនសូត្រដំណើរនៃការលូតលាស់ដំណើរឈានទៅមុខម្ដងមួយជំហានប្រហែលជានៅពេលដែលយើងនៅតែបន្តព្យាយាមម្ដងហើយម្ដងទៀតយើងដូចកំពុងជោគជ័យមួយផ្នែកដែរហើយមែនអត់ប្រហែលជាវាងាយស្រួលសម្រាប់ខ្ញុំនិយាយបែបហ្នឹងដោយសារខ្ញុំឆ្លងកាត់រឿងទាំងអស់ហ្នឹងហើយមែនអត់តែតាមពិតទៅសពថ្ងៃហ្នឹងក៏ខ្ញុំនៅតែមានរឿងជាច្រើនដែលអត់ទាន់សម្រេចបាននៅមានគោលដៅជាច្រើនដែលអត់ទាន់ទៅដល់ដូចថ្នាក់អនុបណ្ឌិតខ្ញុំសពថ្ងៃហ្នឹងក៏មិនមែនជាអ្វីដែលខ្ញុំប្រកែតែម្ដងដែរហើយការនិយាយនៅមុខកាមេរ៉ាឥឡូវហ្នឹងក៏មិនមែនជាអ្វីដែលខ្ញុំប៉ិនប្រសពតែម្ដងដែរខ្ញុំក៏ដូចជាអ្នកទាំងអស់គ្នាដែរស្ថិតនៅក្នុងដំណើរការរៀនសូត្រលូតលាស់ប្រហែលជាយើងនៅដំណើរមួយស្តៀងគ្នាតែនៅចំណុចខុសគ្នាឬក៏យើងនៅដំណើរផ្សេងគ្នាតែម្ដងហើយក៏អីដែរហើយថានេះគឺជាសារមួយសម្រាប់ខ្ញុំរំលឹកខ្លួនឯងឥឡូវហ្នឹងជាមួយនឹងអនាគតដែរប្រហែលជាមានរឿងជាច្រើនណាដែលនឹងកើតឡើងមិនសមប្រកបជាមួយនឹងការរំពឹងទុករបស់យើងហើយក៏អីដែរយើងនៅតែអាចព្យាយាមរៀនសូត្រដោះស្រាយពីរឿងហ្នឹងម្ដងមួយរហូតអញ្ចឹងខ្ញុំគិតថាអត់អីទេបើសិនជាយើងមានក្តីសម័យធំខ្ញុំគិតថាអត់អីទេបើសិនជាយើងអត់ចេះស្ទប់អត់ប្រកែសពដូចគេខ្ញុំគិតថាអីបើសិនជាយើងត្រូវចំណាយពេលច្រើនជាងគេយូរជាងគេដើម្បីដល់ចំណុចមួយហ្នឹងដូចគេសំខាន់គឺយើងដល់ចំណុចហ្នឹងដូចគេអញ្ចឹងឲ្យតែយើងនៅតែបន្តព្យាយាមបន្តទៅមុខហើយនឹងមិនចោះចាញ់ជាពិសេសខ្ញុំគិតថាវាមិនអីទេបើសិនជាយើងនៅតែព្យាយាមម្ដងហើយព្យាយាមម្ដងទៀតអរគុណអរគុណដល់ជីលោកបាដែលនាំមកជូនលោកអ្នកនៅវីដេអូថ្ងៃនេះជីលោកបាជំនួយខួរក្បាលនៅបង្កើនការចងចាំជីលោកបាចម្រាញ់ចេញពីគីងកូប៊ីលោកបាដែលអ្នកវិទ្យាសាស្ត្របញ្ជាក់ថាពិតជាមានប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការបង្ការនិងព្យាបាលការចុះខ្សោយនៃប្រព័ន្ធខួរក្បាលដូចជាការភ្លេចភ្លាំងច្រើនការឈឺក្បាលនៅពេលគិតច្រើនវិលមុខហឹងត្រចៀកនិងគេងមិនលក់ជាដើមអ្នកទាំងអស់គ្នាអាចជាវជីលោកបាបានតាមអសត់ស្ថានដែលជាលោកអ្នកបំផុតជាពិសេសកុំភ្លេចអានការណែនាំមុនពេលប្រើប្រាស់ផងដែរ